ម្នាក់នេះគឺជាអ្នកបួសឬហៅថាជាតាបោះរបស់ជនជាតិឥណ្ឌាគាត់មានអាយុរហូតដល់128ឆ្នាំជឿអត់បងប្អូនមនុស្សម្នាក់ដែលអាចរស់នៅបានរហូតយូរលើសពី100ឆ្នាំហើយមិនត្រឹមតែមិនដេកនៅលើគ្រែទេគឺនៅអាចហាត់យូហ្គាបានយ៉ាងស្ទាត់ជំនាញទៀតបាននិយាយទៅនេះគឺជាករណីដែលកម្របំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សដែលធ្វើឲ្យពិភពលោកទាំងមូលនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់មានឈ្មោះថាស្វាមីស៊ីវ៉ាណាន់ដាគាត់កើតនៅថ្ងៃទី8ខែសីហាឆ្នាំ1896ហើយពិភពលោកទាំងមូលបានស្គាល់គាត់តាមរយៈរូបភាពនិងវីដេអូដែលគាត់បានទៅទទួលពានរង្វាន់កិត្តិយសពីប្រធានាធិបតីឥណ្ឌាអំឡុងពេលហ្នឹងធ្វើឲ្យគ្រប់គ្នាទុកទឹកភ្នែកអត់បានទេដោយសារតែគាត់បានលុតជង្គង់គោរពដល់ថ្នាក់ដឹកនាំប្រទេសដោយភាពរាបសារបំផុតឥឡូវយើងមកដឹងអំពីអត្ថកម្បាំងនៃជីវិតរបស់គាត់តើមានអ្វីខ្លះគាត់បានប្រាប់ថាគាត់មិនបានប្រើថ្នាំបំពន់ថ្លៃៗឬបច្ចេកវិទ្យាទំនើបអ្វីទាំងអស់គាត់គ្រាន់តែរស់នៅដោយសាមញ្ញបំផុតដូចជាញ៉ាំអាហារធម្មជាតិរបបអាហារសាមញ្ញដូចជាបាយនិងទឹកសម្លដែលគ្មានគ្រឿងទេសនិងប្រេងគាត់បានហាត់យូហ្គាជារៀងរាល់ថ្ងៃចំណែកឯការរស់នៅរបស់គាត់វិញគឺគ្មានបំណងប្រាថ្នាច្រើនដែលនាំឲ្យគាត់ឈឺក្បាលវិលមុខនិងពិបាកចិត្ត stress អ្វីឡើយគាត់ធ្លាប់បាននិយាយថាគាត់មិនបានកើតមករស់នៅលើโลกនេះដើម្បីរលុយទេតែគាត់មកដើម្បីជួយអ្នកដទៃរឿងរ៉ាវរបស់លោកតាបានបង្រៀនឲ្យយើងឃើញថានៅក្នុងសម័យកាលដែលយើងម្នាក់ៗនឹងរវល់តែរឿងរលុយនិង stress ជាមួយនឹងជីវិតលោកតាបានបង្រៀនយើងថាជីវិតដែលមានសុភមង្គលនិងអាយុវែងគឺមិនមែនស្ថិតនៅលើទ្រព្យសម្បត្តិទេតែវាស្ថិតនៅលើចិត្តដែលស្ងប់គួរបញ្ជាក់ផងដែរថាលោកតាបានទទួលមរណភាពហើយកាលពីថ្ងៃទី3ខែឧសភាឆ្នាំ2025ដោយមានអាយុ128ឆ្នាំចុះអ្នកទាំងអស់គ្នាវិញបើសិនជាអាចរស់នៅបានរហូតដល់អាយុ100ឆ្នាំបែបនេះតើអ្នកនឹងប្រើប្រាស់ជីវិតធ្វើអ្វីខ្លះសូម comment ប្រាប់ខ្ញុំនៅខាងក្រោមផងណា